សួស្តីបងប្អូនឥឡូវនេះដែរខ្ញុំថារៀបចំទឹកបេះ cherry ហើយមុននឹងទៅហ្នឹងក៏ឆ្លៀតមកប្រឡាក់សាច់ជ្រូកធ្វើផ្អកអង្គលីងឲ្យហើយដែរទៅព្រោះសាច់ជ្រូកហ្នឹងខ្ញុំប្រឡាក់ទុកឡើង4យប់ដែរហើយបន្ទាប់ពី4យប់មកនេះគឺសាច់ជ្រូកយើងហ្នឹងគឺនៅក្រហមល្អអត់មានធំក្លិនស្អុយអីទេហើយសាច់ជ្រូកសាននេះមានតាំងពីខ្លាញ់ស្បែកអីច្រើនលាយគ្នាបងប្អូនហើយខ្ញុំបន្ថែមជាមួយនឹងប៊ីចេងហើយនឹងស្ករក្រហមបើបងប្អូនចង់ឲ្យសាច់ជ្រូកយើងនឹងក្រហមល្អយើងយកស្ករក្រហមហ្នឹងទៅកឡោចឲ្យឡើងជើងក្រងសិនណាចាំយកមកប្រឡាក់ជាមួយសាច់ជ្រូកប៉ុន្តែខ្ញុំអត់បានធ្វើអញ្ចឹងទេព្រោះខ្ញុំប្រញាប់ថ្ងៃនេះហើយឥឡូវនេះខ្ញុំបន្ថែមជាមួយនឹងរំដេងហាន់ល្អិតហ្នឹងហើយជាមួយនឹងកលីងដែលលីងទៅមិនហើយដែរហ្នឹងគឺច្បល់ចូលគ្នាឲ្យសព្វអញ្ចឹងទៅហើយមើលទៅនឹងដូចនៅស្ទើររំដេងខ្ញុំក៏ហាន់រំដេងថែមកន្លះកូនចានទៀតជាមួយនឹងអង្គលីងហ្នឹងកន្លះចានទៀតដែរ